រៀងបន្ទាន់តិចណាបងមកហើយអូ20 នាទីនៅឆ្ងាយអត់ផ្ទះនេះយើងខ្ញុំរៀងឆ្ងាយដែរឆោតជីមួយថ្ងៃតើ30 គីឡូជាងទេសួស្តីអ្នកនរគ្នាតើអ្នកឆ្ងល់ទេតើសិស្សដែលបញ្ចប់ការសិក្សាកម្រិតខ្ពស់ឬក៏ advanced level នៅសាលាអន្តរជាតិសុខស្ទូលឥឡូវនេះតើពួកគាត់កំពុងធ្វើអ្វីខ្លះនិងមានភាពរីកចម្រើនកម្រិតណាអញ្ចឹងនៅក្នុងកម្មវិធីសម្ភាសន៍ថ្ងៃនេះខ្ញុំនឹងទៅជួបជាមួយនឹងអតីតសិស្សយើងចំនួន2នាក់ដែលធ្លាប់មានអនុស្សាវរីយ៍និងស្នាដៃល្អៗជាច្រើននៅទីនេះដើម្បីពួកគាត់បង្ហាញពីគន្លឹះក្នុងការរៀនភាសាអង់គ្លេសឲ្យបានពូកែនិងការត្រៀមខ្លួនសម្រាប់ជីវិតនិស្សិតអញ្ចឹងសូមស្វាគមន៍មកកាន់អ្នកទាំងពីរមកកាន់កម្មវិធីរបស់យើងអញ្ចឹងជាដំបូងខ្ញុំសូមឲ្យអ្នកទាំងពីរជួយណែនាំខ្លួនខ្លីៗបន្តិចបានទេតើអ្នកទាំងពីរមានឈ្មោះអីប្រវត្តិការសិក្សាទាំងភាសាខ្មែរនិងអង់គ្លេសមកពីណានិងកំពុងរៀនអ្វីនិងនៅទីណាសូមអញ្ជើញសំនៀតមុនអូខេសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះព្រំនរនាថហើយខ្ញុំជាបេក្ខជនដែលបញ្ចប់ការប្រឡងបាក់ឌុបនៅឆ្នាំ2025ថ្មីនេះហើយខ្ញុំក៏ជាអតីតសិស្សនៅសាលាអន្តរជាតិស្រុកស្ទងដែលបានបញ្ចប់ការសិក្សានៅ level superior ផងដែរហើយសប្តាហ៍ថ្ងៃខ្ញុំកំពុងតែបន្តការសិក្សាទៅលើមុខវិជ្ជា banking management នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារឬក៏ហៅកាត់ថា IBS បាទអញ្ចឹងសូមអរគុណច្រើនអញ្ចឹងសូមបញ្ញលីជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះឈៀងបញ្ញលីជាអតីតសិស្សដែលបានបញ្ចប់កម្រិតសិក្សា Superior 3នៅសាលាអន្តរជាតិស្រុកស្ទងហើយក៏បានបញ្ចប់បាក់ឌុបនៅឆ្នាំ2024ហើយបច្ចុប្បន្នគឺជានិស្សិតឱសថសាស្ត្រនៅសាកលវិទ្យាល័យពុទ្ធសាសន៍បាទអញ្ចឹងសូមអរគុណអ្នកទាំងពីរអញ្ចឹងខ្ញុំសូមចូលលម្អិតបន្តិចបានទេចង់ឲ្យអ្នកទាំងពីររៀបរាប់ពីសាលាដែលអ្នកទាំងពីរកំពុងសិក្សាហើយនឹងរបៀបដែលតើសាលាហ្នឹងគេជ្រើសសិស្សឬក៏និស្សិតឲ្យចូលរៀនតាមរបៀបណាហើយតើអ្នកទាំងពីរហ្នឹងជ្រើសមុខវិជ្ជាហ្នឹងគឺមុខវិជ្ជារៀនអីដែរហើយនឹងហេតុបានជាអ្នកនរគ្នារៀនមុខវិជ្ជាហ្នឹងហើយនឹងមួយទៀតគឺតើការរៀននៅមុខវិជ្ជាហ្នឹងនៅសាលាហ្នឹងតើគេប្រើភាសាអីខ្លះបាទសូមអញ្ជើញចាប់ផ្ដើមពីញាតិមុនដដែលចំពោះសាលាដែលខ្ញុំរៀនគឺវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារហើយចំពោះលក្ខខណ្ឌដែលយើងអាចចូលរៀននៅនឹងបានទីមួយគឺយើងត្រូវមានសញ្ញាបត្របាក់ឌុបហើយម្យ៉ាងទៀតយើងត្រូវប្រឡងចូលមានការប្រឡងចូលដោយការប្រឡងចូលហ្នឹងគឺ focus ទៅលើ3មុខវិជ្ជាទី1ហ្នឹងគឺភាសាអង់គ្លេសទី2គឺគណិតនិងទី3គឺទៅលើវប្បធម៌ទូទៅដែលវប្បធម៌ទូទៅហ្នឹងគឺតាក់ទងទៅនឹងវិស័យធនាគារទាំងក្នុងប្រទេសក៏ដូចជាទាំងក្រៅប្រទេសហើយចំពោះការជ្រើសរើសមុខវិជ្ជាដែលខ្ញុំរៀនគឺ banking management ហ្នឹងគឺពួកខ្ញុំអត់មានសិទ្ធិសម្រេចទេដោយសារតែនៅសាលាមានជំនាញតែមួយហ្នឹងគឺ banking management ហ្នឹងហើយចំពោះការសិក្សាដែរគឺយើងត្រូវតម្រូវយើងរៀនជាភាសាអង់គ្លេសផងនិងលាយជាខ្មែរផងដោយយើងមាន textbook ជាខ្មែរនិង textbook ជាអង់គ្លេសទៅតាមមុខវិជ្ជាផ្សេងក៏ដូចជាទៅតាមលោកគ្រូអ្នកគ្រូដែលគាត់បង្ហាត់បង្រៀនយើងដែរអញ្ចឹងសូមអរគុណនាងអញ្ចឹងសូមបញ្ញលីម្ដងចំពោះបច្ចុប្បន្នខ្ញុំកំពុងតែសិក្សានៅសាកលវិទ្យាល័យពុទ្ធសាសន៍ដែលជាសាកលវិទ្យាល័យមួយដែលផ្ដោតទៅលើវិស័យសុខាភិបាលហើយការដែលបានចូលរៀននៅសាកលវិទ្យាល័យនេះទី1គឺតម្រូវឲ្យយើងជានិស្សិតដែលបានបញ្ចប់ថ្នាក់ទី12បានដោយជោគជ័យបន្ទាប់មកគឺយើងត្រូវចុះឈ្មោះចូលរួមការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាលហ្នឹងដែលរៀបចំដោយក្រសួងហើយខ្ញុំចាប់អារម្មណ៍ទៅលើសាលាហ្នឹងដោយសារតែមានការណែនាំពីសិស្សច្បងហើយនិងគ្រួសារផងដែរហើយការសិក្សានៅសាលាហ្នឹងគឺគេជ្រើសរើសយកការសិក្សាជាភាសាអង់គ្លេសជាគោលដោយលោកគ្រូអ្នកគ្រូគឺគាត់ប្រើប្រាស់ឬមួយក៏បង្រៀនជាភាសាអង់គ្លេសលុះត្រាតែពេលគាត់បញ្យល់យើងមិនគាត់និយាយជាភាសាខ្មែរអូខេចឹងសូមអរគុណច្រើនទាំងពីរចឹងខ្ញុំសូមបន្តសំណួរមួយទៀតតាក់ទងទៅនឹងការរៀនភាសាអង់គ្លេសនឹងដែរអញ្ចឹងក្នុងនាមអ្នកទាំងពីរជាសិស្សអតីតសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ advanced level នៅសាលាអន្តរជាតិស្ទូហើយអ្នកទាំងពីរហ្នឹងគឺធ្លាប់ដឹងហើយថាយើងធ្លាប់ចំណាយពេលវេលាច្រើនទៅលើការសិក្សាបែប academic writing ឬក៏យើងធ្លាប់រៀនជា reading អត្ថបទវែងៗឬក៏វេយ្យាករណ៍ដែលមានកម្រិតខ្ពស់លក្ខណៈទៅរៀនស្មុគស្មាញសម្រាប់គ្នាយើងធ្លាប់រៀនមុនយើងដឹងហើយណាអញ្ចឹងចង់សួរថាតើមេរៀនទាំងនឹងដែលយើងបានរៀនពីសាលាអន្តរជាតិស្ទូហ្នឹងបានជួយយើងយ៉ាងដូចម្តេចក្នុងការធ្វើកិច្ចការសាលាឬក៏យើងហៅថា assignment ហើយនឹងការសរសេរ
សារណាឬក៏ជាអត្ថបទស្រាវជ្រាវសម្រាប់យើងឆ្នាំទី1ឬឆ្នាំទី2គឺយើងមានជាអត្ថបទស្រាវជ្រាវដើម្បីសរសេរដើម្បីយកទៅធ្វើបទបង្ហាញអញ្ចឹងតើការសិក្សាមុខវិជ្ជាអង់គ្លេសដូចតាក់ទង writing ឬក៏ grammar ហ្នឹងជួយយើងនៅសកលយ៉ាងដូចម្តេចដែរបាទសូមអញ្ជើញញាតិមុនដដែលអរគុណច្រើនសម្រាប់សំណួរមួយហ្នឹងហើយចំពោះការដែលយើងធ្លាប់មានការសរសេរ writing ឬក៏ការរៀនបែបgrammar ដែលពិបាកហ្នឹងគឺពិតជាបានជួយខ្ញុំច្រើនមែនតើដោយសារតែទី1នៅពេលដែលយើងសរសេរassignment ផ្សេងៗហ្នឹងគឺយើងត្រូវការ research អញ្ចឹងពេលដែលយើង research ហ្នឹងដើម្បីអាចយល់ទៅលើការ research យើងបានយើងត្រូវតម្រូវយើងចេះភាសាអង់គ្លេសទៅលើ grammar ផ្សេងៗដើម្បីងាយស្រួលក្នុងការយល់ទៅលើអត្ថបទទាំងអស់ហ្នឹងហើយម្យ៉ាងទៀតនៅពេលដែលយើងសរសេរហ្នឹងយើងសរសេរ assignment ហ្នឹងគឺ writing skill គឺយើងត្រូវការច្រើនមែនតើដើម្បីឲ្យលោកគ្រូអ្នកគ្រូគាត់អាចយល់ថាយើងចង់សរសេរពីអីហើយក៏អាចឲ្យមិត្តរួមថ្នាក់យើងដែលអានអត្ថបទរបស់យើងហ្នឹងអាចយល់ពីខ្លឹមសារនៃមេរៀនផ្សេងៗដែលយើងបានសរសេរនឹងបានគេចុះបញ្ញលីវិញចំពោះ writing skill ហើយនិង grammar ដែលខ្ញុំបានរៀននៅស្រុកស្ទងគឺបានជួយខ្ញុំច្រើនមែនទែនព្រោះវាជាមូលដ្ឋានគ្រឹះមួយដ៏មាំដែលអាចឲ្យខ្ញុំសម្រេចកិច្ចការផ្សេងៗនៅក្នុងការសិក្សាប្រចាំថ្ងៃឧទាហរណ៍ខ្ញុំជានិស្សិតឱសថសាស្ត្រអញ្ចឹងគឺយើងពិតជាចាំបាច់មែនទែនក្នុងការសរសេរ lab report ឬមួយក៏ធ្វើ research អីផ្សេងៗអញ្ចឹងហើយគឺការដែលបានរៀនហ្នឹងគឺបានចូលរួមយ៉ាងខ្លាំងហើយម្យ៉ាងវិញទៀតនៅសាកលគឺយើងមានប្រឡងជាប្រភេទ writing អីដែរអញ្ចឹងពេលដែលប្រឡងអញ្ចឹងគឺយើងមានគ្រឹះពីមុនមកអញ្ចឹងគឺបានធ្វើឲ្យយើងហ្នឹងងាយស្រួលក្នុងការធ្វើ writing ផ្សេងៗទោះបី writing នឹងស្ថិតក្នុងកលៈទេសៈណាក៏យើងអាចធ្វើទៅបានអូខេប៉ុណ្ណឹងទៅចា៎បាទអញ្ចឹងអរគុណច្រើនអញ្ចឹងឆើស៊ូបន្តទៀតអញ្ចឹងយើងដឹងថានៅសាកលវិទ្យាល័យគឺជារឿយគឺជាទូទៅគឺគ្រូគាត់ឲ្យយើងធ្វើតម្រូវឲ្យនិស្សិតនឹងធ្វើបទបង្ហាញត្រូវអញ្ចឹងហើយនឹងបញ្ចេញមតិផ្សេងនៅចំពោះមុខមនុស្សជាច្រើនជាពិសេសមិត្តរួមថ្នាក់ហ្នឹងលោកគ្រូអ្នកគ្រូក៏គណៈកម្មការដែលវាតម្លៃយើងហ្នឹងអញ្ចឹងឆើចង់សួរតើការហាត់និយាយនឹងធ្វើបទបង្ហាញផ្សេងដែលយើងធ្លាប់ធ្វើពីមុនមកនៅសាលាអន្តរជាតិសុខស្ទូលហ្នឹងបានជួយត្រៀមលក្ខណៈអ្វីខ្លះដល់យើងទៅពីនេះដើម្បីឲ្យយើងនឹងមានភាពក្លាហានហើយនឹងអាចទប់ទល់ជាមួយនឹងសម្ពាធដូចតកតងការធ្វើការស្រាវជ្រាវធ្វើបទបង្ហាញផ្សេងបាននៅសាកលវិទ្យាល័យហ្នឹងនៀតអូខេឆើដោយសារតការដែលនៅរៀននៅស្រុកស្ទងហ្នឹងគឺមានការធ្វើ presentation ជារៀងរាល់វគ្គអញ្ចឹងទៅវាបានជួយខ្ញុំច្រើនដោយសារតការធ្វើ presentation ទាំងអស់ហ្នឹងជួយឲ្យខ្ញុំមានភាពក្លាហានជាងមុនហើយធ្វើឲ្យខ្ញុំតាំងពីទួយមកហ្នឹងគឺដំបូងខ្ញុំក៏អត់សូវចេះធ្វើ presentation ដែរពេលខ្លះបញ្យល់គេក៏អត់យល់ខ្លួនឯងទៀតប៉ុន្តែដល់ពេលយូរទៅវាយើងត្រឡប់ធ្វើ presentation បានច្រើនដងអញ្ចឹងយើងមានភាពក្លាហានជាងមុនយើងក៏ឆាប់យល់ថា presentation topic យើងនឹងចង់និយាយពីអីយើងបញ្យល់មិនដើម្បីគេឆាប់យល់ឬក៏បញ្យល់មិនដើម្បីឲ្យគ្រូដាក់បន្ទុកឲ្យយើងបានខ្ពស់អញ្ចឹងនៅពេលដែលយើងដឹងពី basic ឬក៏កលឹះទួយទាំងអស់ហ្នឹងយើងចាប់ផ្ដើមយកវាមកគុំចូលគ្នាហើយនៅពេលដែលខ្ញុំមករៀននៅសាកលខ្ញុំត្រូវឡើង presentation ខ្ញុំប្រើគន្លឹះដែលខ្ញុំបានយល់បានដឹងពីមុនមកហ្នឹងមកអនុវត្តជាក់ស្ដែងដូច្នេះហើយការធ្វើ presentation របស់ខ្ញុំហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមាន confidence ជាងមុនហើយក៏អត់សូវមានភាពភ័យខ្លាចដែរហើយការ presentation របស់ខ្ញុំហ្នឹងក៏អាចទៅរលូនបានតាមដោយពេលយើងអត់ភ័យអញ្ចឹងវាក៏ទៅរលូនជាងមុនបានតាមហ្នឹងអូខេចុងបញ្ញលីវិញចំពោះការសិក្សាប្រចាំថ្ងៃគឺខ្ញុំធ្វើ presentation សឹងតែគ្រប់មុខវិជ្ជាទាំងអស់ហើយដោយសារតែធ្លាប់បានធ្វើ presentation ការរៀនអង់គ្លេសនៅស្រុកស្ទងហ្នឹងគឺជួយផ្សំខ្ញុំឲ្យអត់សូវខ្លាចហើយយើងធ្លាប់ធ្វើពីមុនអញ្ចឹងគឺយើងដឹងពី technique នៃការធ្វើ presentation យើងដឹងថាយើងគួរធ្វើរបៀបម៉េចយើងយល់ពី topic មួយហើយចឹងហើយគឺជួយឲ្យខ្ញុំហ្នឹងអត់ភ័យខ្លាចនៅពេលដែលយើងធ្វើ presentation នៅមុខអ្នកដែលយើងទៅមកជួបថ្មីក៏ដោយមនុស្សច្រើនក៏ដោយគឺយើងវាមានភាពផ្សំនៅកន្លែងហ្នឹងអញ្ចឹងយើងអត់ភ័យយើងអាចធ្វើបានយ៉ាងរលូនអូខេអញ្ចឹងអរគុណបាទអញ្ចឹងអរគុណច្រើនអញ្ចឹងយើងដឹងហើយពេលយើងធ្វើ presentation យើងត្រូវការអានច្រើនត្រូវហើយណាមួយតកតូននឹងសភៅសិក្សានៅសាកលវិទ្យាល័យហើយយើងដឹងហើយជារឿយគឺអត្ថបទគឺរៀនជ្រៅហើយមានពាក្យខ្លះវាពិបាកសម្រាប់យើងជាពិសេសពាក្យបច្ចេកទេសឬក៏ technical term ហ្នឹងអញ្ចឹងតើតកតូនទៅនឹងការស្វែងយល់ទៅលើពាក្យពិបាកទៅនឹងតើយើងមានយុទ្ធសាស្ត្រខ្លះក្នុងការធ្វើម៉េចឲ្យបានឆាប់យល់នៅពាក្យអបបាក់ដែលយើងធ្លាប់ដែលយើងជួបនៅទីនោះហើយជាពិសេសយើងដឹងហើយនៅការយើងរៀននៅសាលាអន្តរជាតិស្ទូងយើងមាន reading skill ត្រូវ
អញ្ចឹងយើងមាន technical strategy ដែលធ្វើម៉េចយកចម្លើយយកពាក្យនឹងឲ្យបានអញ្ចឹងតើជាពិសេសតទៅនឹងអំណាចដែលយើងធ្លាប់រៀននៅសាលាអន្តរជាតិស្រុកស្ទូងហ្នឹងតើបានជួយយើងឲ្យដោះស្រាយបញ្ហាដែលធ្វើម៉េចឲ្យឆាប់យល់ពាក្យពិបាកនៅទីនោះយ៉ាងដូចម្តេចខ្លះសូមចាប់ផ្ដើមពីបញ្ញលីមុនម្ដងចាស់ទីឈើដោយសារតែនៅសាកលវិទ្យាល័យគឺខ្ញុំប្រើប្រាស់ភាសាអង់គ្លេសជាភាសាគោលនៅក្នុងការសិក្សាអញ្ចឹងហើយគឺយើងត្រូវអានអត្ថបទជាភាសាអង់គ្លេសជាច្រើនហើយដោយទទួលបានការរៀននៅ reading skill នៅស្រុកស្ទងពីមុនមកគឺធ្វើឲ្យខ្ញុំអាចអានអត្ថបទហ្នឹងបានយ៉ាងងាយស្រួលជាងមុនដោយផ្អែកទៅលើការ scanning skimming ហើយនិងការរក keyword នៃអត្ថបទនីមួយៗអញ្ចឹងហើយគឺងាយស្រួលឲ្យយើងយល់នៃអត្ថបទទាំងមូលហើយនឹងឆាប់បាននៅអ្វីដែលគេចង់ឲ្យយើងដឹងពីអត្ថបទនោះអូខេចឹងហើយក៏បានធ្វើឲ្យខ្ញុំនឹងអាចយល់នៃអត្ថបទហ្នឹងហើយក៏អាចធ្វើសំណួរឬមួយក៏រក objective នៃអត្ថបទហ្នឹងជូនចំពោះលោកគ្រូអ្នកគ្រូដែលគាត់ឲ្យយើងរកបានផងដែរចឹងអរគុណច្រើនជំរាបវិញចំពោះខ្ញុំក៏អត់សូវខុសពីចែកបញ្ចលីមិនដែរគឺខ្ញុំរក keyword នៃអត្ថបទហ្នឹងហើយចំពោះពាក្យខ្លះដែលយើងអត់យល់អញ្ចឹងទៅយើងអាចសួរយើងអាច search ទៅតាមonline ផ្សេងៗដូចជា Oxford Dictionary អីជាដើមដើម្បីរកអត្ថន័យនៃពាក្យហ្នឹងហើយនៅពេលដែលយើងបានដឹងពី keyword ឬក៏អត្ថន័យរបស់អត្ថបទឬក៏ផ្នែកទុយនៃអត្ថបទទេប៉ុន្តែវាអាចជំរុញឲ្យយើងហ្នឹងយល់ផ្នែកអត្ថបទទាំងមូលបានដោយសារតែជាធម្មតានៅពេលដែលយើងបានដឹង keyword របស់អត្ថបទណាមួយហើយអញ្ចឹងទៅវាធ្វើឲ្យយើងមានភាពងាយស្រួលជាងមុននៅក្នុងការយល់ទៅលើអត្ថបទទាំងមូលដូច្នេះដើម្បីងាយស្រួលក្នុងការយល់អត្ថបទទាំងមូលអញ្ចឹងយើងគ្រាន់តែអាចដឹងពី keyword ឬក៏នៅក្នុងវិស័យធនាគារហ្នឹងមានពាក្យបច្ចេកទេសច្រើនមែនតើដែលថ្មីសម្រាប់ខ្ញុំអញ្ចឹងខ្ញុំអាចប្រើប្រាស់ជាវចនានុក្រមផ្សេងៗដើម្បីជាជំនួយឲ្យខ្ញុំហ្នឹងអាចយល់ពីអត្ថបទទាំងអស់ហ្នឹងបានហើយម្យ៉ាងទៀតគឺភាសាអង់គ្លេសនៅក្នុងសាលាហ្នឹងគឺគេប្រើភាសាអង់គ្លេសសឹងតែទាំងស្រុងអត់តើប្រហែលមុខវិជ្ជាដែលគេអត់ត្រូវប្រើភាសាអង់គ្លេសអញ្ចឹងទៅនៅពេលដែលខ្ញុំបានដឹងពី keyword ឬក៏ខ្ញុំ scan ទៅលើអត្ថបទផ្សេងៗហ្នឹងខ្ញុំអាចយល់ពីអត្ថបទផ្សេងៗហ្នឹងកាន់តែច្បាស់ជាងមុនហើយម្យ៉ាងទៀតយើងមាន basic ពីទូចមកផងអញ្ចឹងទៅវាធ្វើឲ្យយើងពេលសិក្សាហ្នឹងយើងមានភាពងាយស្រួលនៅក្នុងការយល់ដឹងអីច្បាស់ដែរបាទអញ្ចឹងអរគុណច្រើនអញ្ចឹងសូមសួរសំណួរបន្ទាប់ទាក់ទងទៅនឹងការបង្កើតមិត្តភាពអញ្ចឹងនៅពេលដែលយើងចេះភាសាតែយើងមានអារម្មណ៍មិនដែរតើទៅនឹងការបង្កើតមិត្តភាពឬក៏មិត្តភ័ក្តិថ្មីអញ្ចឹងសូមបញ្ញលីមុនជាដំបូងឡើយយើងមិនមែនជាតែមិត្តភាពទេយើងជាពីគ្រូវិញដោយសារតពេលយើងមកពេញគឺភាគច្រើនគឺយើងជួបគ្រូជាជនជាតិបរទេសអញ្ចឹងកាលណាដែលយើងចេះភាសាអង់គ្លេសអញ្ចឹងពេលដែលយើងរៀនគឺយើងអាចសន្ទនានិងស្ដាប់គ្រូបានយើងអាច communicate ជាមួយគ្នាបានហើយបើចំពោះមិត្តភ័ក្តិវិញអាចនិយាយបានថាពេលខ្លះគឺពួកគាត់ជាអ្នកភ្នំពេញអញ្ចឹងគឺគាត់ប្រើភាសាអង់គ្លេសជាងភាសាខ្មែរអញ្ចឹងនៅពេលដែលយើងទៅសន្ទនាជាមួយគាត់អាចនិយាយអង់គ្លេសមួយយើងអញ្ចឹងនៅពេលដែលយើងអាចនិយាយអង់គ្លេសបានទៅវិញគឺធ្វើឲ្យយើងមាន confidence នៅក្នុងខ្លួនយើងដែលអាចឆ្លើយតបទៅនឹងអ្វីដែលគាត់និយាយបានអូខេចឹងចុះនេះវិញតើទៅការបង្កើតទំនាក់ទំនងមិត្តភ័ក្តិនៅសាលាវិញចំពោះខ្ញុំផ្ទាល់ដោយសារតនៅពេលដែលយើងរៀនហ្នឹងយើងរៀនជាភាសាអង់គ្លេសអញ្ចឹងទៅភាគច្រើនអ្នកក្នុងថ្នាក់យើងក៏ជាអ្នកដែលចេះអង់គ្លេសដែរអញ្ចឹងនៅពេលដែលយើងចង់ទៅនិយាយមួយគេពេលដែលយើងចេះអង់គ្លេសបានខ្លះអញ្ចឹងទៅយើងអាចទៅនិយាយមួយគេបានដោយយើងអត់មានអារម្មណ៍ថាយើងភ័យខ្លាចទោះបីជាគេនិយាយជាអង់គ្លេសក៏យើងអត់មានអារម្មណ៍ថាយើងស្ដាប់គេអត់បានដែរយើងនៅតែស្ដាប់គេបានស្ដាប់គេយល់ហើយពេលគ្រូបញ្យល់គ្រូអីក៏យើងចាប់បាននៅចំណុចផ្សេងហើយយ៉ាងទៀតហ្នឹងភាគច្រើនអ្នករៀនក្នុងថ្នាក់ភាគច្រើនសុទ្ធតែជាអ្នកភ្នំពេញអញ្ចឹងគាត់ប្រើប្រាស់ភាសាអង់គ្លេសច្រើនមែនតើសូម្បីតែពេលគាត់និយាយខ្មែរក៏មានលេខជាអង់គ្លេសដែរអញ្ចឹងបើសិនជាខ្ញុំគិតថាបើពេលហ្នឹងខ្ញុំអត់បានរៀនអង់គ្លេសហើយខ្ញុំអត់ចេះទេគឺពិបាកក្នុងការរាប់អានមិត្តភ័ក្តិថ្មីខ្លាំងមែនតើដោយសារតែពេលគេនិយាយមកយើងស្ដាប់បានប៉ុន្តែដោយសារតែយើងបានចេះខ្លះអញ្ចឹងទៅពេលយើងទៅនិយាយមួយគេវាប្រកបមានភាពងាយស្រួលហើយពេលដែលយើងនិយាយគ្នាហ្នឹងក៏អត់ពិបាកកាត់ន័យគ្នាយល់អីដែរច្រើន That's all អូខេអញ្ចឹងអរគុណច្រើនអញ្ចឹងសំណួរបន្តទៀតអញ្ចឹងបើសិនជា teacher ឲ្យយើងជ្រើសរើសចំណុចសំខាន់បំផុតតែមួយគត់តើអ្វីទៅជាអត្ថប្រយោជន៍ដ៏ធំបំផុតដែលអ្នកទាំងពីរទទួលបានពីការបញ្ចប់ការសិក្សានៅសាលាអន្តរជាតិស្រុកស្ទូងនៅពេលដែលអ្នកទាំងពីរចាប់ផ្ដើមបោះជំហានចូលទៅក្នុងជីវិតជានិស្សិតនៅសាកលវិទ្យាល័យសូមនាតមុន
ចំពោះខ្ញុំផ្ទាល់អត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់ខ្ញុំហ្នឹងគឺខ្ញុំអាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សារៀនសូត្រការស្រាវជ្រាវផ្សេងៗក៏ដូចជាការយល់អំពីមេរៀនដែលខ្ញុំរៀនបានច្រើនដោយសារតែនៅពេលដែលយើងចេះអង់គ្លេសហើយហ្នឹងពេលយើងមករៀនអីយើងអត់ចេះអីក៏យើងអាចធ្វើ research ជាភាសាអង់គ្លេសបានដោយសារតែធម្មតាយើងរៀនភាសាខ្មែរអញ្ចឹងពេលយើងធ្វើ research អីហ្នឹងភាសាខ្មែរពេលខ្លះវាអត់ accurate 100%អញ្ចឹងយើងត្រូវពឹងទៅលើឯកសារភាសាបរទេសដែលមានតាម website ផ្សេងៗឬក៏ទៅតាម textbook ដែលគ្រូឲ្យមកយើងហ្នឹងអញ្ចឹងពេលដែលយើងបានចេះអង់គ្លេសហើយពេលដែលយើងបានរៀនបានអីហ្នឹងទៅយើងមានអារម្មណ៍ថាវាស្រួលជាងមុនយើងអត់ពិបាកក្នុងកាយើងអត់ពិបាកក្នុងការបកប្រែឬក៏យើងអត់ពិបាកក្នុងការយល់ន័យនៃមេរៀនដូចបើសិនជាយើងអត់ចេះទៅវារៀនពិបាកដែរដោយសារយើងត្រូវដើររកន័យនៃពាក្យមួយអញ្ចឹងវាចំណាយពេលរបស់យើងច្រើនហើយក៏វាធ្វើឲ្យយើងយើងជួបនៅឧបសគ្គច្រើនមែនតើបើសិនជាយើងអត់ចេះអង់គ្លេសហ្នឹងអូខេចុះបញ្ញលីវិញអត្ថប្រយោជន៍ធំបំផុតបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាអន្តរជាតិសុខស្ទងគឺទទួលបានចំណេះដឹងផ្នែកអង់គ្លេសយ៉ាងច្បាស់លាស់ហើយក៏អាចយកមកប្រើប្រាស់នៅក្នុងជីវិតសាកលវិទ្យាល័យបានយ៉ាងងាយស្រួលដូចដឹងហើយចឹងថាអង់គ្លេសគឺពិតជាសំខាន់មែនតើនៅពេលដែលយើងចូលមកដល់ក្នុងជីវិតសាកលវិទ្យាល័យគឺគេប្រើប្រាស់ភាសាអង់គ្លេសជាគោលចឹងហើយគឺជួយក្នុងការសិក្សាដូចជាធ្វើការ research ឬមួយក៏ការអានអត្ថបទឬមួយក៏ការសិក្សាផ្សេងៗដែលទាក់ទងនឹងភាសាអង់គ្លេសបានយ៉ាងងាយស្រួលហើយយើងក៏អាចចូលចំណោមជាមួយគេបានដូចគ្នាអូខេប៉ុណ្ណឹងទីចា៎អូខេអញ្ចឹងដូចអ្នកទាំងពីរបានដឹងហើយថានៅពេលដែលអ្នកទាំងពីរចេះភាសាអង់គ្លេសហើយអ្នកទាំងគ្នាឥឡូវក៏ជួបបទពិសោធន៍ផ្ទាល់នៅសាកលអញ្ចឹងយើងដឹងថាតើភាសាអង់គ្លេសមានសារៈសំខាន់កម្រិតណាហើយអញ្ចឹងជាចុងក្រោយតើអ្នកទាំងពីរមានដំបូន្មានអីខ្លះទៅដល់សិស្សឬក៏បងប្អូនចំនួនក្រោយដែលគាត់កំពុងតែជួបការលំបាកជាមួយនឹងមុខវិជ្ជាណាមួយហើយមានអារម្មណ៍ថាគាត់ចង់បោះបង់ខណៈពេលដែលពួកគាត់នឹងកំពុងតែត្រៀមខ្លួនចូលជីវិតជានិស្សិតនៅសាកលវិទ្យាល័យអញ្ចឹងតើអ្នកទាំងពីរមានដំបូន្មានអីខ្លះសម្រាប់ពួកគាត់អញ្ចឹងសូមបញ្ញលីមុនចំពោះខ្ញុំគឺខ្ញុំសនំពរឲ្យគាត់មានការអត់ធ្មត់ហើយនឹងព្យាយាមតទៅមុខទៀតហើយខ្ញុំមានសនំពរ3គឺទី1គឺពេលដែលគាត់កំពុងតែសិក្សាហ្នឹងបើសិនជាគាត់មានចម្ងល់ឬមួយក៏អត់យល់កន្លែងណាខ្ញុំសនំពរឲ្យគាត់ហ្នឹងសួរលោកគ្រូអ្នកគ្រូឬមួយក៏មិត្តរួមថ្នាក់ភ្លាមហើយចំពោះបងប្អូនដែលគាត់ត្រៀមចូលសាកលវិទ្យាល័យខ្ញុំសនំពរឲ្យគាត់ត្រូវតែត្រៀមភាសាអង់គ្លេសនិងកុំព្យូទ័រពីវិទ្យាល័យឲ្យបានល្អឲ្យហើយដើម្បីកុំឲ្យជាឧបសគ្គនៅពេលដែលយើងចូលមកដល់សាកលហើយនឹងទី3គឺបងប្អូនត្រូវមានគោលដៅច្បាស់លាស់ថាតើសប្តាហ៍ថ្ងៃហ្នឹងបងប្អូនចង់រៀនដើម្បីអ្វីហើយគោលបំណងនាពេលអនាគតបងប្អូនចង់ធ្វើអ្វីត្រូវកំណត់ឲ្យបានច្បាស់ប៉ុណ្ណឹងទីអរគុណច្រើនជំនាញវិញចំពោះខ្ញុំមានដំបូន្មានខ្លះៗទៅឲ្យបងប្អូនដែលកំពុងតែត្រៀមប្រឡងបាក់ឌុបក៏ដូចជាត្រៀមចូលរៀននៅសាកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះឃើញចំពោះអ្នកដែលត្រៀមប្រឡងបាក់ឌុបខ្ញុំសូមណែនាំឲ្យបងប្អូនទាំងអស់អត់យកចិត្តទុកដាក់ទៅលើការសិក្សារៀនសូត្រដូចពេលគ្រូបញ្យល់អញ្ចឹងយើងយកចិត្តទុកដាក់ស្ដាប់គ្រូហើយម្យ៉ាងទៀតបើយើងអត់យល់អីយើងគួរទៅសួរលោកគ្រូអ្នកគ្រូក៏ដូចជាយើងអាចសិក្សាស្រាវជ្រាវខ្លួនឯងតាមរយៈសៀវភៅផ្សេងៗដែលយើងបានទិញមកបានហើយម្យ៉ាងទៀតនៅពេលដែលយើងគិតថាយើងអត់ចេះនៅលើមុខវិជ្ជាអីមួយយើងគួរតែសួរខ្លួនឯងសិនថាហេតុអីបានជាយើងគិតថាយើងអត់ចេះទៅលើមុខវិជ្ជាមួយហ្នឹងនៅពេលដែលយើងរកចម្លើយហ្នឹងឃើញយើងត្រូវយកចំណុចទាំងអស់ហ្នឹងទៅកែលម្អខ្លួនយើងឲ្យមានលក្ខណៈប្រសើរជាងមុនហើយម្យ៉ាងទៀតយើងគួរតែរៀនពីមិត្តភ័ក្តិឬក៏អ្នកជំនាញខ្លួនយើងតើហេតុអីបានជាគេរៀនអានឹងចេះឬក៏ហេតុអីបានជាគេអាចជំនះនៅឧបសគ្គទាំងនឹងបានប៉ុន្តែយើងអត់គួរ compare ខ្លួនយើងនឹងទៅនឹងគេយើងគ្រាន់តែរៀនពីគេហើយម្យ៉ាងទៀតយើងគួរតែមាន plan ក៏ដូចជាគោលដៅច្បាស់លាស់សម្រាប់នៅពេលអនាគតថានៅពេលចូលសាកលហ្នឹងយើងចង់រៀនអីយើងចូលចិត្តអីអញ្ចឹងទៅវាក៏អាចជាចំណុចទូចៗដែលអាចឲ្យយើងហ្នឹងសម្រាប់បំណងឬក៏អាចរកឃើញនៅក្តីសម័យរបស់យើងបានហើយយ៉ាងទៀតបើពេលខ្លះយើងមានអារម្មណ៍ថាយើងហត់ឬក៏អីយើងអាច take a small break បានយើងអាចឈប់ក្នុងរយៈពេលខ្លីប៉ុន្តែអាចបដោយខ្លួនឯងទៅតាមពេលវេលាបានហើយយើងគ្រាន់តែឈប់ក្នុងរយៈពេលខ្លីសម្រាប់បន្តិចហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើវាបន្តទៅមុខទៀតព្រោះពេលខ្លះពេលដែលយើងរៀនចេះឬក៏អីហ្នឹងវាអាចបន្តមកពីការដែលយើង stress ឬក៏យើងហត់ពេកអញ្ចឹងការសម្រាប់ក្នុងរយៈពេលខ្លីបន្តិចយើងក៏អាចជួយឲ្យយើងជំនះនៅឧបសគ្គទាំងអស់ហ្នឹងបានដែរអូខេអញ្ចឹងteacher សូមអរគុណច្រើនសម្រាប់អ្នកទាំងពីរដែលបានចែកចម្លែកនៅចំណេះដឹងឬក៏បទពិសោធន៍ផ្សេងៗទាក់ទងនឹងការសិក្សានៅសាកលវិទ្យាល័យហើយ
ជាថ្មីម្ដងទៀតលោកគ្រូសូមអរគុណអ្នកទាំងពីរយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយនឹងលោកគ្រូថ្ងៃនេះអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ពិតជាមានសេចក្តីសោមរស់រីករាយណាស់ដែលបានស្ដាប់ការរៀបរាប់ដំណើរជីវិតសិក្សារបស់អ្នកទាំងពីរចាប់តាំងពីការរៀននៅក្នុងថ្នាក់ឬក៏ការរៀនភាសាអង់គ្លេសដំបូងនៅសាលាអន្តរជាតិស្ទងរហូតដល់អ្នកទាំងពីរអាចឈានជើងចូលទៅដល់សាកលវិទ្យាល័យឥឡូវនេះអញ្ចឹងជោគជ័យរបស់អ្នកទាំងពីរក្នុងវិស័យសុខាភិបាលក្តីនៅក្នុងវិស័យធនាគារនិងការគ្រប់គ្រងក្តីគឺជាមោទនភាពដ៏ធំធេងសម្រាប់យើងទាំងអស់គ្នានៅសាលាអន្តរជាតិស្ទងក៏ដូចជាឪពុកម្ដាយឬក៏ប៉ាម៉ាក់របស់អ្នកទាំងពីរផងដែរអញ្ចឹងអ្នកទាំងពីរគឺជាគំរូដ៏ល្អម្នាក់ដែលបង្ហាញឲ្យឃើញថាការខិតខំប្រឹងប្រែងនិងការមានមូលដ្ឋានគ្រឹះភាសាអង់គ្លេសដ៏រឹងមាំអាចបើកទ្វារឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងអញ្ចឹងលោកគ្រូសូមជូនពរឲ្យអ្នកទាំងពីរទទួលបាននូវសេចក្តីសុខនិងជោគជ័យកាន់តែខ្លាំងក្នុងការសិក្សាហើយយើងទាំងអស់គ្នានឹងរងចាំមើលនៅសមិទ្ធផលដ៏អស្ចារ្យដែលអ្នកទាំងពីរនឹងសម្រេចបាននៅថ្ងៃអនាគតអញ្ចឹង teacher សូមអរគុណច្រើនសូមជម្រាបលាបាយបាយ Bye bye. អរគុណច្រើន